មានរឿងពិតខ្លះស្ដាប់ទៅដូចជាល្ខោននិយាយអញ្ចឹងនោះក៏ព្រោះតែល្ខោននិយាយចេះតែបញ្ចេញបញ្ចូលយករឿងពិតមកលាយឡំច្រើនពេកតែរឿងដែលលើកយកមកនិយាយទាក់ទងទៅនឹងវិញ្ញាណចង់អាឃាតរបស់ក្រមុំវ័យស្នេហ៍នេះគឺជារឿងពិតនិងមានដំណើររឿងដូចជាល្ខោននិយាយអញ្ចឹងកាលពីសម័យដើមមានភូមិដាច់ស្រយាលមួយត្រូវបានគេជឿជាក់ថាជាភូមិមានមហិទ្ធិឫទ្ធិនោះស្ថិតនៅត្រង់គុម្ពជែកមួយគុម្ពធំដែលជាកន្លែងរបស់វិញ្ញាណក្រមុំវ័យស្នេហ៍នេះឯងកាលពីចំនួននោះក្នុងមួយឆ្នាំឫទ្ធិនោះនឹងសម្ដែងឲ្យឃើញម្ដងនិងបើមិនផ្តិតជីវិតបរោះទេក៏បន្លាចឲ្យបាសរោមលេងដែររហូតមកដល់សប្តាហ៍ថ្ងៃនេះទោះបីជាគុម្ពជែកមិនសូវសម្ដែងឫទ្ធិឲ្យឃើញញឹកក៏ដោយប៉ុន្តែអ្នកណែរស់នៅម្ដុំនោះនៅតែគោរពកោតក្រែងដដែលគេនៅតែធ្វើការសែនព្រេននិងរក្សាគុម្ពជែកនោះទុកមិនហ៊ានកាប់ឬធ្វើឲ្យមានការប៉ះពាល់ឡើយវិញ្ញាណក្រមុំវ័យស្នេហ៍នៅគុម្ពជែកនោះមានរឿងនិយាយគ្នាជាបន្តតបមកថានៅត្រង់នោះជាកន្លែងណាត់ជួបរបស់កំឡោះក្រមុំមួយគូបរិះឈ្មោះនាយអាស៊ូម៉ាណានិងក្រមុំនោះឈ្មោះនាងហ្វាទីម៉ានាងហ្វាទីម៉ាស្អាតផតស្រីក្នុងភូមិមានកូនអ្នកមានឬកូនប្រធានភូមិមេក្រុមជាច្រើនស្រឡាញ់នាងប៉ុន្តែនាងហ្វាទីម៉ាគ្មានចិត្តស្រឡាញ់វិញតលតែសោះនាងបែរជាចាប់អារម្មណ៍ទៅកំឡោះត្រៃចរម្នាក់ដែលមកស៊ីឈ្នួលធัวស្រែឲ្យម្ចាស់ស្រែនៅជិតខាងនាងទៅវិញកំឡោះនោះឈ្មោះនាយអាស៊ូម៉ាន់គេមានទីលំនៅឬញាតិមិត្តឪពុកម្ដាយនៅទីណាក៏មិនដឹងដែរដឹងត្រឹមតែថាគេជាកំឡោះដែលឧស្សាហ៍ព្យាយាមធ្វើការងារគ្រប់បែបយ៉ាងគេមានរូបរាងសង្ហានិងមានរាងកាយមាំមួនព្រមទាំងចេះស្គាល់ខ្ពស់ស្គាល់ទាបទៀតផងនាងហ្វាទីម៉ាក៏បានទៅពិធីបុណ្យនោះជាមួយឪពុកម្ដាយរបស់នាងដែរអាចមកពីពុកហ្វេសានីវ៉ាតដែលធ្វើឲ្យនាងហ្វាទីម៉ាចាប់អារម្មណ៍លើនាយអស្ម៉ានដែលជាកូនឈ្នួលគ្មានពេលទំនេរឬមានពេលខ្លះត្រូវនាយអស្ម៉ានមិនបានសម្ដែងអាការៈខឹងឬមានប្រតិកម្មណាមួយប្រឆាំងតបតទៅម្ចាស់វិញដែរនាយនៅតែញញឹមទទួលពាក្យគេស្ដីពីម្ចាស់ឬសុំទោសម្ចាស់ថែមទៀតទោះជាខ្លួនខុសក៏ដោយមិនខុសក៏ដោយរត់តែជាទីពេញចិត្តដល់នាងហ្វាទីម៉ាបំផុតនោះគឺនៅពេលពិធីបុណ្យនោះឯងមឿនក្របីឡាងកមួយក្បានបោចូលមកចំពីមុខផ្ទះបានបំផិតបំភ័យភ្ញៀវដែលមកចូលរួមក្នុងពិធីបុណ្យនោះឲ្យស្លន់ស្លោគ្រប់គ្នាសូម្បីតែកំឡោះជាច្រើននាក់ដែលកំពុងឈរជជែកចាយចង់នាងហ្វាទីម៉ាក៏នាំគ្នារត់អស់ដែរនៅពេលដែលឃើញក្របីឡើងកកបោលស្លាវចូលមកនាងហ្វាទីម៉ាភ័យស្លន់ស្លោមុខស្លេកស្លាំងឈររឹងខ្លួនឈានជើងរត់មិនរួចចេញនៅពេលដែលក្របីនោះកំពុងបោលសំដៅចូលមកយ៉ាងសាហាវមួយពព្រិចភ្នែកបណ្ណោះនាយអសមាណាក៏រត់ចូលទៅព្រមជាមួយនឹងដំបងមួយផងបានឈរស្កាត់ក្របីឆ្កួតនោះមុននឹងវាមកដល់ខ្លួននាងហ្វាទីម៉ានៅសាល់តែ2-3ជំហានទៀតប៉ុណ្ណោះក្របីនឹងមកដល់នាងហ្វាទីម៉ាតែត្រូវនាយអសមាណាមកទាន់ក៏វាក់មួយដំបងកដៃនោះត្រូវចាំក្របីរហូតដល់ដំបងនោះបាក់ផងក្របីសាហាវនោះស្រែកលួនដូចជាត្រូវគេយកកាំបិតមកចាក់កវាដកថយទៅវិញភ្លាមដែរចំណែកនាយអូស៊ូម៉ានវិញខ្ទាតដោយសារកម្លាំងរបស់ក្របីវ៉ាត់ប៉ះដំបងភ្លាមនោះម្ចាស់ផ្ទះក៏កេណ្ឌមនុស្សឲ្យមកទប់នឹងក្របីសាហាវនោះដោយប្រើកាំភ្លើងបាញ់សម្លាប់វានៅនឹងកំឡែងឪពុកម្ដាយរបស់នាងហ្វាទីម៉ាប្រញាប់រត់ចូលមកជួយកូនស្រីដែលត្រូវខ្យល់គិតដួលជ្រប់នៅទីនោះចំណែកនាយអូស្ម៉ានក៏ត្រូវថ្លក់ដៃម្ខាងគេនៅអាចក្រោកឡើងបានប៉ុន្តែត្រូវព្យាបាលដៃម្ខាងនោះអស់ច្រើនថ្ងៃនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងហ្វាទីម៉ាមានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាងជាការពិតណាស់ប្រសិនបើនាយអាស៊ូម៉ានមិនប្រថុយស្លាប់ចូលទៅស្កាត់ក្របីឆ្កួតនោះទេពិតជាជីវិតរបស់នាងហ្វាទីម៉ាត្រូវបញ្ចប់នៅពេលនោះដែរការមកសួរសុខទុក្ខនៅពេលដែលនាយអាស៊ូម៉ានត្រូវព្យាបាលដៃថ្លក់និងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជាហើយនោះបានធ្វើឲ្យនាងហ្វាទីម៉ាព្រមទទួលស្គាល់ខ្លួនឯងថានាងបានសាងស្នេហ៍លើនាយអាស៊ូម៉ានហើយព្រោះតែភាពជាកូនប្រុសពេញតួរបស់គេចំណែកនាយអាស៊ូម៉ានវិញនៅតែមិនទាន់ហ៊ានសម្ដែងចេញមកថាបេះដូងរបស់នាយក៏ពេញចិត្តនាងហ្វាទីម៉ាសម្បើមនោះដែរដោយសារតែនាយគិតថា
ខ្លួននាយក៏មានឋានៈតូចទាបពេកតែភាពស្និទ្ធស្នាលគ្នានឹកញាប់ជាមួយនឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរមិនអាចនឹងលាក់ទុកនៅអារម្មណ៍ដែលកប់ជ្រៅនៅក្នុងបេះដូងបានទៀតទីភពផុនគេក៏សារភាពដល់គ្នានឹងគ្នានៅយប់មួយដែលគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ភ្លៅសេចក្តីស្នេហាធំធេងរបស់កំឡោះក្រមុំទាំងពីរនាក់បានធ្វើឲ្យគេណាត់ជួបគ្នាជានិច្ចញាប់ដើម្បីសម្ដែងនូវសេចក្តីស្នេហាចំពោះគ្នាមិនយូរប៉ុន្មានអាថោះកំបាំងស្នេហារបស់ពួកគេក៏លេចឮទៅដល់ឪពុកម្ដាយរបស់នាងហ្វាទីម៉ាសេចក្តីស្រឡាញ់ធ្វើឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបោះពាក្យសម្ដីយ៉ាងដាច់ខាតដល់ម្ចាស់របស់នាងអូសូម៉ានសុំឲ្យដេញក្បួលកូនឈ្នួលកំឡោះនោះចោលទៅបើមិនដូច្នេះទេនឹងកើតមានរឿងកាប់ចាក់គ្នានោះដែរឪពុកម្ដាយរបស់នាងហ្វាទីម៉ាក៏បង្ខាំងកូនស្រីទុកមិនព្រមឲ្យចេញពីផ្ទះជាដាច់ខាតភាគីខាងម្ចាស់របស់នាយអស្មាណាវិនគិតថាខ្លួននាយក៏ជាមនុស្សម្នាក់ដែររឿងអីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងហ្វាទីម៉ាបញ្ជាស្រេចតែនឹងចិត្តនោះម្យ៉ាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់ខ្លួនផងដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយអស្មាណាចោលឡើយចំណែកនាយអស្មាណាបានប្រាត់ប្រាសពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែមពីក្រមុំហ្វាទីម៉ាដែលជាទេពធីតាដួងចិត្តកំពូលស្នេហ៍គួរអាសូរពេលប្រលប់ម្ដងគេតែងទៅរងចាំស្រីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ផ្លូវនោះជានិច្ចគេព្យាយាមរងចាំនាងរាល់យប់មិនដែលខានប៉ុន្តែនាយត្រូវខកបំណងរហូតព្រោះស្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឡើយយប់មួយនៅពេលដែលនាយអូសូម៉ាណានកំពុងតែអង្អុយបណ្ដែតអារម្មណ៍គិតដល់ក្រមុំហ្វាទីម៉ាឯងនោះស្រាប់តែនាយភ្ញាក់ផ្អើលយ៉ាងចម្លែកនៅពេលដែលសុកស្រាប់តែឃើញគូស្នេហ៍កំពូលដួងចិត្តលេចមុខមកព្រមទាំងត្បូលខ្លួនចូលមកក្នុងរង្វង់ដៃរបស់គេនាងបរិយាយប្រាប់គូស្នេហ៍កំសត់ថារូបនាងត្រូវឪពុកម្ដាយបង្ខាំងមិនឲ្យចេញទៅណាឡើយថ្ងៃនេះនាងគេចចេញពីកន្លែងឃុំឃាំងបានដោយសារតង់បង្អួយលោតចុះពីលើផ្ទះប្រសិនបើមិនបានជាប់បងនៅទីនេះទេអូននឹងរងចាំមិនព្រមត្រឡប់ទៅផ្ទះវិញជាដាច់ខាតនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះផ្ដងសេចក្តីស្នេហាដល់គ្នានៅទីនោះស្រាប់តែឪពុករបស់នាងហ្វាទីម៉ាជាមួយនឹងកូនស្រីនិងកូនប្រុសពីរនាក់ទៀតបានតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរគិតស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរឪពុករបស់នាងហ្វាទីម៉ាកូនត្រាក់កូនស្រីចេញពីរង្វង់ដៃរបស់នាងអាស៊ូម៉ាណារួចហើយក៏បង្កាប់ឲ្យកូនប្អូនចំរោមកាប់ចាប់អាស៊ូម៉ាណាស្លាប់នៅចំពោះមុខភ្លាមមួយរំពេចនាងហ្វាទីម៉ាត្រដោះត្រដួលស្រ័យត្រហួយយំស្រវាចូលទៅអបសពនាងអាស្មានសង្សារដ៏សែនស្រឡាញ់ស្មើជីវិតនាងយំទួញសោកសង្គ្រេងស្ទើរដាច់ខ្យល់ស្លាប់ឪពុករបស់នាងព្យាយាមទាញកន្ត្រាក់នាងអូសត្រឡប់ទៅផ្ទះវិញតែនាងមិនព្រមនាងនៅអោបសពសង្សារបណ្ដូលចិត្តយ៉ាងណែនមិនព្រមលែងសោះរហូតឪពុករបស់នាងខឹងខ្លាំងពេកក៏វាយទាត់ធាក់នាងរួចកន្ត្រាក់អូយ៉ាងពេញទំហឹងនាងហ្វាទីម៉ាដល់កក់ខ្លាំងពេកដល់ថ្នាក់ភ្លេចខ្លួននាងក្រោកឈរឡើងតស៊ូជាមួយឪពុកខ្លួនឯងព្រមទាំងជេរចង់គំនុំជាមួយនឹងពួកបងប្អូនដែលជឿតាមឪពុកព្រួតដៃគ្នាសម្រាប់សង្សាររបស់នាងនៅចំពោះមុខមិនតែប៉ុណ្ណោះនាងបានផ្ដន្ទាទោនឪពុករបស់នាងថាជាបរិសុទ្ធចិត្តអាក្រក់បំផុតនិយាយតែប៉ុណ្ណឹងនាងហ្វាទីម៉ាក៏ក្រោះលាស់រួយពីដៃឪពុកស្ទោះទៅកន្ត្រាក់កំបិតចុងស្រួយពីដៃប្អូនប្រុសម្នាក់រួចបោះពួយសម្ដៅរកសពរបស់នាងអាស៊ូម៉ានទាំងបុកចុងកំបិតចូលក្នុងករបស់ខ្លួនលិចបាត់ដល់ដងនាងប្រកាច់អបសពរបស់នាយអូស្មានហើយដេចខ្យល់ស្លាប់តាមកំពូលស្នេហ៍ភ្លាមមួយរំពេចព្រោះតែខ្លាចមានរឿងឪពុករបស់នាងហ្វាទីម៉ាបញ្ជាឲ្យកូនចាត់ការជីករណ្ដៅកប់សពនាយអូស្មាននិងកូនស្រីរបស់ខ្លួននៅពេលនោះតែម្ដងព្រមទាំងបញ្ជាឲ្យលាក់ដំណឹងនេះឲ្យស្ងាត់បើមានអ្នកណាសួរដល់រឿងនាងហ្វាទីម៉ាឲ្យប្រាប់ថារត់តាមនាយអូស្មានបាត់ហើយក្រោយពីនោះមកការរីកចម្រើនរបស់ប្រទេសជាតិបានប្រែក្លាយដំបាននោះបន្តិចម្ដងទីកន្លែងដែលវិញ្ញាណចង់អាឃាតរបស់នាយអូសូម៉ាននិងនាងហ្វាទីម៉ាក៏ត្រូវបានគេលក់ពីម្ចាស់មួយទៅម្ចាស់មួយទៀតដើមឈើធំនៅក្បែរនោះក៏ត្រូវគេកាប់រំលំយកទៅសង់ផ្ទះសម្បែងអស់យប់មួយស្រីម្ចាស់ផ្ទះដែលរស់នៅលើភូមិនោះបានយល់ស្បិតថា
เบิ่นเนี่ยกับดาวเชิญนี่เตยเฮ้ยส้มเนี่ยดำดาวเจกจุมนัวโกลเชิญโนมวยกุ้มวิ่งพองเฮ้ยเนี่ยเตรกาเปียตรองโนกมเอาเนี่ยนาโจลเตอรมคานเจียดัดขาดกมเอากับดาวเจกโนเจ้าไตเบอร์เวียเมียนพอลอาจกัดโยกเตอตามสิกใดแต่ปนนอเยิงเตรการัวเนอเจียมวยขเนียอย่างเมียนสิกใดโซกหนึ่งสมกุมแนะนาหมอกเพราะช้างหรือรมคานเยื้องเตียดสเตรได้ศพเป็นนุเมียนการพัดภัยนะก็จัดแจงดำเดิมเจกล้างตามกาศปันเนี่ยได้รวมเนินหนึ่งภูมินุเมียนกาเรือกจำรานรงเรืองหนึ่งเมียนเสกเดซกระโหดครูซาได้รวมเนยตีนุสอบทั้งไงเกเจือเจกนะเกนอมขเนียคอมเรียกซากลมเจกนุมันเอาเนี่ยนะเตอรมคานเลยทั้งไงรอแค่รอไก่นึ่งบังแหงคล้วนเอาเคินเจเนกมาจาพุ่มโนตินุปราบสับทั้งไงนี้ประสันบะเมียนแนกหน้าเหมือนเชื่อจ้องเตอสะละบองกับดามเจกหนูเจ้าเปิดเจียรถะนายนึ่งประห้าอ่อยใส่จีวึดเพลียมกันลองมอกเมียนแนกสลับดอยซามเหมือนปรมเชื่อจีจราเนียกหมอกเฮยปรุเกเตอรุมคานดอยกับดามเจกหนูเจ้าขนึง